ដើរលេងសៀមរាបពីយប់ពីថ្ងៃចំណាយអស់ក្រោម$50ហើយបានតដើរលេងច្រើនកន្លែងជាពិសេសចំណាយអស់តិចនឹងហ្មងហើយសេវីដេអូនេះទុកផងខ្ញុំនឹងប្រាប់ថាខ្ញុំបានតលេងនៅណាខ្លះជិះឡានពីភ្នំពេញទៅម៉ោង6កន្លះហើយឡានដែលខ្ញុំជិះហ្នឹងខ្ញុំបាន book តាម Airbnb Bus សម្បូរដែលខ្ញុំទិញហ្នឹងគឺធូរថ្លៃខ្លាំងមែនតើហើយជាម៉ោង12ខ្ញុំបានទៅដល់កន្លែងគេបន្ទប់គេនេះធំរបស់គេខ្ញុំគេង4នាក់តពីខ្ញុំយកបានទុកហើយខ្ញុំក៏បានមកជួលម៉ូតូនៅជាប់ហ្នឹងពីកន្លែងជួលម៉ូតូយើងក៏បានទៅរកអីញ៉ាំសាររៀងថ្ងៃចិត្តល្ងាចដែរហើយអញ្ចឹងនាំគ្នាញ៉ាំតាមីនិងប្រហិតទេសាឃ្លីនោះដាក់អីក៏ឆ្ងាញ់ដែរបន្ទាប់មកយើងក៏បានចេញទៅកាហ្វេមួយកន្លែងទៀតហើយនៅនេះពេលចូលទៅគេឲ្យជាបានគូប៉ុងយើងដើម្បីដូរយកត្រីញ៉ាំហើយនៅនេះគឺមានប្លង់ថតរូបច្រើនខ្លាំងមែនតើទៅណាក៏អាចថតរូបបានដែរសិតតែប្លង់ថតគ្នាអង្គុយលេងនៅនេះមួយសន្ទុះយកបន្តិចក៏ចេញទៅញ៉ាំអីនៅនេះសិតតែម្ហូបឆ្ងាញ់ឆ្ងាញ់កំងប្រហែលជា5-6មុខដែរចេញពីកន្លែងញ៉ាំអីពួកខ្ញុំក៏នាំគ្នាទៅលេងនៅ Pop Street មើលគេមើលឯងមកផ្លែមិត្តភ័ក្ដិខ្ញុំក៏ចង់ចូលផ្សាររាត្រីទិញអីវ៉ាន់តែទិញអីវ៉ាន់ប្រហែលជាយកបន្តិចពួកខ្ញុំក៏នាំគ្នាទៅមួយកន្លែងទៀតនេះវ៉ាយបែបឈៀលអង្គុយលេងញ៉ាំអីតិចតួចហើយក៏នាំគ្នាត្រឡប់ទៅកន្លែងគេងវិញហើយចូលដល់ព្រឹកថ្ងៃទី2ហើយយកមិននិយាយពីថាសិតតែណាត់គ្នាទៅមើលសានរ៉ាយតែព្រឹកឡើងអត់មានណាគេងើបផ្ទាល់ទេព្រឹកនេះតិចខុសពីព្រឹកធម្មតាហ្មង16អង្សាសេនៅនេះឥឡូវយើងបានមកដល់អង្គរវត្តហើយព្រឹកនេះនៅអង្គរវត្តក៏មនុស្សច្រើនខ្លាំងដែរហើយភាគច្រើនគឺសម្បូរជនជាតិថាឃើញគ្នាខ្ញុំពាក់សពុតនឹងណាត់គ្នាបានណាត់គ្នានាំគ្នាអង្គុយលេងថតរូបនៅនឹងអស់ចិត្តហើយក៏ចេញទៅកន្លែងមួយទៀតចាឥឡូវហ្នឹងរៀងថ្ងៃដែរហើយអញ្ចឹងនាំគ្នាមករកបាយថ្ងៃហ្មងថ្ងៃនេះថ្ងៃអាទិត្យទៀតគឺនៅព្រះដាក់ហ្នឹងគឺស្ទះខ្លាំងបាយថ្ងៃអីអស់ហើយក៏នាំគ្នាចេញទៅលេងនៅប្រាសាទមួយទៀតផ្លូវជិះទៅប្រាសាទហ្នឹងក៏អត់សូវក្តៅដែរនេះយើងបានមកដល់ប្រាសាទប្រខាន់សភាពផ្លូវចូលនៅក្នុងប្រាសាទនេះគឺស្អាតខ្លាំងមិនដែលមកប្រាសាទនេះទេប្រាសាទនេះគេល្បីថាមានបឹងនៅខាងក្នុងហើយលេងនាំគ្នាថតរូបនៅប្រាសាទហ្នឹងអស់ចិត្តហើយយើងក៏ចេញទៅមួយកន្លែងនាំគ្នាចូលមកទិញនំបាក់បិនដើម្បីយកទៅញ៉ាំនៅបារាហើយមានណាពេលចូលទៅដល់កន្លែងប្រាយហ្នឹងហើយទឹករីងអត់មានកន្លែងអង្គុយលេងនាំគ្នាចេញមកវិញហ្មងទៅហើយតាមផ្លូវហ្នឹងមិត្តភ័ក្ដិខ្ញុំអស់សាំងក៏ទៅទិញសាំងឲ្យវាចាក់ទៀតនេះរៀងល្ងាចដែរហើយក៏នាំគ្នាថាទៅមើល sunset នៅភ្នំបាក់ខែហើយមុននឹងឡើងហ្នឹងនាំគ្នាញ៉ាំបបរបន្តិចសិនផ្លូវឡើងទៅភ្នំបាក់ខែហ្នឹងឃើញប្រាសាទបាក់សីចាំក្រុងឡើងស្អាតប្រហែលអស់15នាទីយើងក៏បានឡើងមកដល់លើខាងលើប្រាសាទថ្ងៃនេះមនុស្សច្រើនខ្លាំងខ្ញុំឡើងទៅដល់ហ្នឹងព្រះអាទិត្យជិតលិចរូបភាពរៀបលិចបដាហើយតែទេសភាពគឺស្អាតខ្លាំងមកនេះគឺអត់ខកបំណងពេលរៀងល្ងាចតិចយើងក៏នាំគ្នាចូលមកវិញក៏បាននៅសម្រាប់នៅកន្លែងគេមកផ្លែតសិនមកបានចេញមករកអីញ៉ាំនៅកន្លែងនេះម្ហូបក៏សិតតែឆ្ងាញ់ដែរញ៉ាំអីហើយក៏នាំគ្នាទៅកន្លែងគេវិញនេះថ្ងៃចុងក្រោយហើយពួកខ្ញុំនៅសល់តែកន្លះថ្ងៃទៀតនេះក៏នាំគ្នាដើរចេញទៅញ៉ាំកាទៀវទុកនៅចិត្តហ្នឹងពីញ៉ាំអីហើយយើងក៏បានទៅលេងនៅកាហ្វេមួយទៀតកាហ្វេនៅនេះ concept គេបែបចេញមក Chinese New Year ហ្មងនៅក្នុងហ្នឹងគេមានកសិដ្ឋានសម្រាប់ជាមទៀតនាំគ្នាអង្គុយលេងថតរូបអស់ចិត្តហើយក៏នាំគ្នាចេញទៅវិញអ្នកគ្នាក៏សម្បត្តិឡានតាម Airbnb Bus គឺចំណេញខ្លាំងមែនតើ Airbnb Bus ហ្នឹងគឺជាក្រុមហ៊ុនក៏សម្បត្តិឡានក្រុមធំជាងគេលើពិភពលោកហើយឥឡូវគេក៏មាន promotion ដែរគ្រាន់តែប្រើ promo code OB Hong នឹងទទួលបានការ discount រហូតដល់ទៅ$3ជាមួយនឹងការ cashback មកវិញដល់ទៅ$7ទៀតរងកាន់តែពិសេសជាងនឹងទៀតគ្រាន់តែប្រាប់មិត្តភ័ក្ដិឲ្យ download Airbnb Bus ដោយប្រើ referral code របស់យើងម្នាក់នឹងទទួលបាន$5ភ្លាមចូលទៅក្នុង wallet របស់ Airbnb Bus ប៉ុន្តែហើយនឹងតែបានលុយទុកជីលើក្រោយទៀតហើយចំណែករបស់ខ្ញុំនឹងអត់បានរាប់បញ្ចូលជាមួយនឹងសម្បត្តិឡានទេហើយ vlog នៅសៀមរាបរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបាយ